របប3យ៉ាងដែលយើងមិនគួរស្នើសុំពីអ្នកដទៃទី1គឺសេចក្តីស្រឡាញ់ទី2គឺមិត្តភាពហើយសម្រាប់ចំណុចទី3គឺភាពស្មោះត្រង់ព្រោះសម្រាប់របស់ទាំង3នេះគឺជាអ្វីដែលយើងគួរតែទទួលបានមិនមែនទទួលបានដោយសារតែការបង្ខិតបង្ខំឬមួយក៏ការស្នើសុំពីអ្នកដទៃទេបើសិនជាទទួលបានដោយសារតែការបង្ខិតបង្ខំឬមួយក៏ការស្នើសុំពីអ្នកដទៃអាចនិយាយបានថាវាមិនមែនជាស្នេហាពិតប្រាកដជាមិត្តភាពពិតប្រាកដហើយវាក៏មិនមែនជាភាពស្មោះត្រង់ពិតប្រាកដដែលយើងគួរតែទទួលមោទនភាពនៅក្នុងការមនុស្សស្រីចិត្តស្រាលណាស់អារម្មណ៍ផ្លាស់តាមសំដីសរសើរលួចអក្រៃបាបំភ័យឆាប់ស្លំស្លោចិត្ត